សួស្តីបងប្អូនទាំងអស់គ្នានេះជាទីតាំងឃ្លាំងស្តុកទំនិញណាបាទអញ្ចឹងទីតាំងឃ្លាំងស្តុកទំនិញរបស់គាត់នេះនិយាយទៅមានកេះឡាំងដូចជាបន្លែឈើអញ្ចឹងវាអាចងាយនឹងកកើតសត្វកណ្ដៀរអញ្ចឹងទីតាំងនេះគាត់ត្រៀមធ្វើការយកអីវ៉ាន់មកស្តុកទុកអញ្ចឹងស្តុកទុករយៈពេលយូរអញ្ចឹងគាត់ធ្វើការការពារទុកមុនដូចនោះវាមានដានកណ្ដៀរចេញអញ្ចឹងហើយតើតើការការពារទុកមុនគឺយើងស្វែងចោះបាទ4 ទឹកមួយនឹងមានការកាត់តឹងបន្ថែមទៀតអញ្ចឹងបដោយតឹងគឺធ្វើឲ្យញឹកហើយការពារបានបាទអញ្ចឹងទីតាំងនេះក៏វាមានកកើតឡើងនៅសត្វកណ្ដៀរនៅតាមទីតាំងខ្លះដែរអញ្ចឹងវាមានន័យថាកណ្ដៀរបានចូលមកដល់បាតឃ្លាំងបដៅអញ្ចឹងបើយើងអត់បានការពារទុកមុននេះវានឹងស៊ីបំផ្លាញស៊ីខូចខាតអស់មកបាទអញ្ចឹងកន្លែងដែលឃើញកណ្ដៀរមុនគេគឺទីតាំងនេះបាទនេះបាទអានេះដានកណ្ដៀរស៊ីសត្វកណ្ដៀរបាទសត្វកណ្ដៀរឆ្នូតកណ្ដៀរឡើងហើយឃ្លាំងខាងមុខនេះគាត់ស្តុកទុកបានអញ្ចឹងគាត់ធ្វើការឲ្យពួកយើងធ្វើការការពារទុកមុនសម្រាប់គាត់យកអីវ៉ាន់មកគឺអត់បារម្ភរឿងកណ្ដៀរមកបាទ